សួស្តីអ្នកគ្នាវីដេអូនេះខ្ញុំបរៀនអ្នកគ្នាចេះបង្កើត symbol ESP ដែលខ្លួនឯងអញ្ចឹងក្នុង library វាមានស្រាប់ប៉ុន្តែ ESP ខ្លះវាអត់មានជើងគ្រប់ជើងដែលយើងចង់យកទៅប្រើអញ្ចឹងយើងត្រូវចេះបង្កើតខ្លួនឯងអ្នកគ្នាចូលមក Google ហើយចុច search ពាក្យដូចខ្ញុំមក ESP32W Room 32D អ្នកគ្នាចូលទៅក្នុង link មួយនេះតើមកអ្នកគ្នា auto Chrome ទៅរក schematic របស់វាចឹងអ្នកគ្នារកកន្លែង peripheral schematic មកចាហ្នឹងជា schematic chip ESP ហីដែលអ្នកគ្នាត្រូវយកទៅប្រើតបមកអ្នកគ្នាចូលទៅក្នុងកម្មវិធី KiCad ហើយអ្នកគ្នាយកពាក្យ file new project អ្នកគ្នាធ្វើការបង្កើត folder មួយទៅដើម្បីផ្ទុក file symbol ESP ហ្នឹងដែលអ្នកគ្នាបង្កើតអញ្ចឹង file ខ្ញុំឈ្មោះ ESP32D ខ្ញុំចុចពាក្យ open តបមក file name របស់ខ្ញុំ ESP32D ខ្ញុំ save ខ្ញុំបង្កើតបាន project នៅក្នុង folder របស់ខ្ញុំហើយអ្នកគ្នាចូលមកកន្លែង symbol editor តបមកអ្នកគ្នាទៅមើល schematic មិញមកនេះ schematic មិញខ្ញុំព្រិចវាធំបន្តិចនៅក្នុង file symbol នេះអ្នកគ្នាយកពាក្យ file ម្ដងទៀតអ្នកគ្នាយក new library មកអ្នកគ្នាយក global ទៅអ្នកគ្នាយក global យើងអាចប្រើប្រាស់បានគ្រប់ project ទាំងអស់បើយើងយក project យើងប្រើបានតែក្នុង project មួយហ្នឹងឯង project ផ្សេងទៀតយើងត្រូវ add library នឹងបញ្ចូលអញ្ចឹងអ្នកគ្នាយក global ទៅវាស្គាល់គ្រប់ project អ្នកគ្នាចុច OK មកអ្នកគ្នាទៅរក file ដែលខ្ញុំដាក់មិញហ្នឹងឬក៏ file អ្នកគ្នាទៅរក file ដែលអ្នកគ្នាដាក់មិញហ្នឹងទៅអញ្ចឹង file ខ្ញុំមិញហ្នឹងឈ្មោះ ESP32D នេះអញ្ចឹងខ្ញុំដាក់នៅក្នុង file មួយហ្នឹងតបមកខ្ញុំដាក់ឈ្មោះវា ESP32D symbol ខ្ញុំចុចពាក្យ save នេះខ្ញុំទទួលបានអ្នកគ្នាចុចមកខាងស្ដាំទៅវាទៅ right click តបមកអ្នកគ្នាយក new symbol អញ្ចឹង chip គេតាំងដោយអក្សរ U អ្នកគ្នាចុចអក្សរ U ទៅចុច OK អ្នកគ្នាចូលកន្លែងរង្វង់4ជុំនេះមកអាហ្នឹងជា draw rectangle ដើម្បីគូ rectangle មួយអ្នកគ្នាគូប៉ុន្មានក៏បានដែរអានេះវាយើងអាចព្រិចរួមវាបានតាមក្រោយទេតើមកអ្នកគ្នាទៅមើលជើងលេខ1ជាជើង ground ទី1អញ្ចឹងចំពោះការដាក់ជើងអ្នកគ្នាចូលមកកន្លែងនេះមួយសញ្ញាមួយនេះអញ្ចឹងអាហ្នឹងវាឈ្មោះវា draw pin តើមក pin name អញ្ចឹង pin name ground លេខ1 GND 1 pin number លេខ1ប្រវែងវាខ្ញុំយក 100 មីលីម៉ែត្រតើមកអ្នកគ្នាដាក់វាឲ្យចំបន្ទាត់ rectangle ដែលយើងបានគូមកដាក់ទៅវាស្គាល់ហើយជើងលេខ1តើមកជើងលេខ2ជើង 3.3 វ៉ុលអញ្ចឹងអ្នកគ្នាចុចមកខាងឆ្វេងលើវាមកអញ្ចឹង pin name អានេះជើងវា 3V3 ហើយ pin number របស់វាលេខ2ចុច OK តើមកយកទៅដាក់លើរូប rectangle នឹងដូចគ្នាចុចមកខាងឆ្វេងទៀតធ្វើដូចគ្នាអញ្ចឹង pin ជើងទី3ជាជើង EN ជើង EN ហ្នឹងជើង reset ជើង reset pin number លេខ3ជើងលេខ4 sensor VP sensor VP ជើងលេខ4ចុច OK យកវាទៅដាក់ជើងលេខ5អ្នកគ្នាធ្វើដូចគ្នាចុចមកខាងឆ្វេងមក click មកខាងឆ្វេងទៅហើយ pin name នេះជា sensor VN អញ្ចឹង sensor VN ចុចមកខាងឆ្វេងទៀតធ្វើដូចគ្នាជើងលេខ6 IO34 អញ្ចឹង IO34 ជើងលេខ6ជើងលេខ7 IO35 IO35 ជើងលេខ7ចុច OK ជើងលេខ8 IO32 ជើងលេខ8ជើងលេខ9 IO33 IO33 លេខ9ជើងលេខ10 IO25 IO25
chương leख 10 chương leख 11 IO 26 IO 26 chương leख 11 chương leख 12 IO 27 IO 27 chương leख 12 chương leख 13 IO 14 chương leख 14 IO 12 14 IO 12 chữ OK. Tạm áo chương leख 15 ground leख 2 chương leख 15 ground chương ground tí 2 G&D 2 chương leख 16 chương leख 16 IO 17 IO 17 chương leख 17 SDP 17 SDP chương leख 17 SD7 17 SD7 chương leख 14 CMD CMD leখ 14 អ្នកគ្នាធ្វើការទាញអានេះមកឲ្យវាវែងទៀតមកអញ្ចឹងជើងលេខ20 CLK អញ្ចឹងជើងលេខ20ឈ្មោះ CLK ចុច OK យកដាក់លើហ្នឹងអញ្ចឹងអានេះវាមាន39ជើងខ្ញុំយក20ជើងនៅមកខាងជើងខាងឆ្វេងនិងជើងដែលសរសៃខ្ញុំដាក់នៅខាងស្ដាំអញ្ចឹងជើងបន្ទាប់ទៀតជើង21ជើង21 SD0 SD0 ខ្ញុំធ្វើការ rotate វាចុចអក្សរអ្នកនេះចុចអក្សរ O មកធ្វើការ rotate វាចឹងអ្នកនេះដាក់វាស្មើជាមួយអាជើងខាងនេះមកនេះប៉ានេះមកវាអត់ទាន់ស្មើទេនេះអ្នកនេះដាក់ប៉ានេះមកនេះវាស្មើគ្នាហើយតើមកជើងលេខ22ជើងលេខ22 SD1 SD1 ហើយធ្វើការ rotate មកជើងលេខ23 IO15 23 IO15 ជើងលេខ24 IO12 ជើង24 IO12 ជើងលេខ24 IO2 សំទោស IO2 ជើងលេខ25 IO0 IO0 លេខ25 26 IO4 IO4 ជើង26 27 IO17 27 IO16 IO16 28 IO17 IO17 ជើងលេខ28តើមកជើង29 IO5 IO5 ជើង29 IO5 IO18 ជើង30
IO 18ជើង30 IO 19ជើង31ជើង NC IO ជើង32 NC NC ជើងលេខ32 33 IO 21 IO 21ជើង33 OXD 0ជើង34 OXD 0ជើង34 TXD 0ជើង35 TXD 0ជើងលេខ35ជើង36 IO 22 IO 22ជើងលេខ36 IO 23 37 IO 23ជើងលេខ37ជើងលេខ38 ground 3 GND 3 38តើមក39ជើង ground នេះគ្នា P GND 39ចឹងប៉ុណ្ណឹងអ្នកគ្នាអាចបង្កើត ESP បានហើយអ្នកគ្នាអាចដាក់ឈ្មោះចឹងចំពោះការដាក់ឈ្មោះអ្នកគ្នាអាចសេបានតនេះចឹងអ្នកគ្នាដាក់ ESP 32D មកស្ពូ D និង U មួយណាក៏បានដែរអ្នកគ្នាអាចដាក់បានដូចគ្នាចឹងអ្នកគ្នាដាក់ពីលើនេះមកតើមកអ្នកគ្នាធ្វើការផ្ទៀងឡើងវិញតែជើងរបស់អ្នកគ្នាបង្កើតហ្នឹងត្រូវទៅតាមជើងចាក់ស្ដែងហើយទៅនៅតើមកអ្នកគ្នាចុចឲ្យវាចំបន្ទាត់មួយនឹងមកអ្នកគ្នាយកពី property នេះធ្វើការយក fill with body background color នេះអ្នកគ្នាយកនេះមកដើម្បីដាក់ពណ៌ឲ្យវាចុច OK ទៅអ្នកគ្នានឹងទទួលបានពណ៌លឿងជាពណ៌ background ហើយតើមកអ្នកគ្នាធ្វើការ save វាទៅ Control S តើពី save ហើយអ្នកគ្នាមើលឈ្មោះដែល symbol ដែលអ្នកគ្នាបានបង្កើតហ្នឹងអញ្ចឹង file វាឈ្មោះ ESP 32 symbol អូខ្ញុំថារកាត់ 32D តែអានេះវាអត់មានអក្សរ D ពេលដែលអ្នកគ្នាទៅរក component search ពាក្យហ្នឹងវានឹងចេញតើមកអ្នកគ្នាចូលទៅកាន់ផ្ទាំង keycat ពណ៌ដើមចូលមកនេះអ្នកគ្នាចុចលើនេះក៏បានឬយើងចុច schematic editor ក៏បានតើមកអ្នកគ្នាទៅ search មើល component ទៅឈ្មោះវា ESP 32 symbol អញ្ចឹងនេះអក្សរ U ដែលអ្នកគ្នាបានបង្កើតមុនហ្នឹងអ្នកគ្នាចុចលើវាមកនេះអ្នកគ្នាអាចទទួលបាន symbol មួយហ្នឹងហើយតើមកអ្នកគ្នាធ្វើការ add footprint ឲ្យវាទៅអ្នកគ្នាចូលមកកន្លែង footprint មកអញ្ចឹងឈ្មោះវា ESP 32 U ក៏បាន 32D ក៏បាន ESP 32 W room 32D D ក៏បាន U ក៏បានអ្នកគ្នាអានេះវាអីទេអ្នកគ្នាយកមួយណាមកប្រើក៏បានដែរវាស្គាល់វាជើងវាដូចគ្នាខុសតែអង្គតែនេះអញ្ចឹងអ្នកគ្នា double click លើវាមកហើយអ្នកគ្នាចុច OK ទៅអ្នកគ្នាមកមើលកន្លែង 3D មកPCB មកកន្លែង design PCB អ្នកគ្នា update PCB ទៅហើយនេះអ្នកគ្នាបាន footprint មកហើយអ្នកគ្នា view វាមកតែនេះវាមាន 3D អ្នកគ្នាបើកាន់ admin អញ្ចឹងយើងត្រូវ download 3D វាយកពីក្នុងអ៊ីនធឺណិតមកទៀតអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងអ្នកគ្នាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយសង្ឃឹមថាអ្នកគ្នាអាចបង្កើត symbol ESP បានយកទៅប្រើប្រាស់ខ្លួនឯងអ្នកគ្នាបង្កើត symbol ESP symbol អីផ្សេងក៏បានហើយធ្វើដូចខ្ញុំមកវានឹងដើរហើយអ្នកគ្នាអាចទទួលបាន symbol ដែលអ្នកគ្នាចង់បាន